រាសីមនុស្សដែលកើតចំឆ្នាំវោកនៅក្នុងខែ11ខែវិច្ឆិកាខាងមុខនេះគឺមើលឃើញថាមានលក្ខណៈមានសម្ពាធទាំងការងារមានសម្ពាធទាំងការរកស៊ីនៅក្នុងក្រុមគ្រួសារនិងនៅក្នុងការរស់នៅក៏មានបញ្ហាផងដែរឆ្នាំវោកចូលទៅដល់ខែ11ប៉ះជាមួយនឹងខែកុលគឺជួបប្រទះទៅលើរឿងឆុងរហូតទៅដល់90ទៅ100%បងប្អូនគួរតែរៀបចំវត្ថុមង្គលឬក៏លេខសំណាងឬក៏ពណ៌សំណាងគឺសំណាងទៅដើម្បីកែឆុងបងប្អូនតិចតួចបើសិនជាបងប្អូនមិនចង់ចំណាយថវិកាទៅរៀបហុងស៊ុយដើម្បីកាត់ឆុងហ្នឹងអញ្ចឹងបងប្អូនចង់ដឹងដែរទេថាមនុស្សដែលកើតចំឆ្នាំវោកនៅក្នុងខែ11ខែវិច្ឆិកាជួបនៅរឿងរ៉ាវអ្វីខ្លះបងប្អូនកុំភ្លេចតាមដានវីដេអូមួយនេះរហូតដល់ចប់បងប្អូនជួយចុច Subscribe Like Share ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំសូមជម្រាបជូនទៅដល់បងប្អូនដែលបានកើតនៅចំឆ្នាំវោកនៅក្នុងខែ11នេះបងប្អូននឹងមានលក្ខណៈភាពតានតឹងជាជាងខែ10ទៅទៀតបងប្អូននឹងជួបប្រទះទៅលើបញ្ហាជាច្រើនការសោកស្មាយសម្ពាធអំពីបញ្ហាគ្រួសារហើយបងប្អូនដែលកាត់ឆ្នាំវោកទៀតខ្លះទៀតនោះក៏អាចថាបាត់បង់សមាជិកគ្រួសារផងដែរអញ្ចឹងបងប្អូនដែលកាត់ឆ្នាំវោកគួរតែប្រុងប្រយ័ត្នអំពីទៅលើបញ្ហាគ្រប់បែបយ៉ាងទាំងអស់តែម្ដងអញ្ចឹងបងប្អូនកុំធ្វើប្រហែសហើយជាពិសេសនោះបងប្អូនគួរតែប្រយ័ត្នអំពីមនុស្សជុំវិញខ្លួនដូចជាមិត្តភ័ក្តិដូចជាការដែលឲ្យខ្ចីលុយដូចជាជឿជាក់លើអ្នកណាម្នាក់អំពីរឿងផ្លូវច្បាប់រឿងលុយរឿងកាក់អីហ្នឹងផ្លូវច្បាប់ហ្នឹងតាក់ទងរឿងលុយកាក់ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នមែនតើប្រយ័ត្នចាញ់បោកគេអំពីរឿងហ្នឹងអញថាគេនាំយើងទៅទិញដីធ្លីអីទៅបោកប្រាស់យើងទៅទិញអីចឹងបោកប្រាស់យើងហ្នឹងទៅឬក៏គេឲ្យដាក់លុយបង្កក់អីផ្សេងទៀតណាបងប្អូនគួរតែប្រុងប្រយ័ត្នអញ្ចឹងឃើញតែជើងលេខនឹងធ្លាក់នឹងមានមនុស្សចូលបោកប្រាស់យើងហើយអំពីរឿងស្នេហាវិញនោះក៏ឃើញថាមានមនុស្សធ្វើបាបផ្លូវចិត្តយើងធ្វើឲ្យយើងឈឺចាប់ឈឺបេះដូងហើយស្នេហាយើងចេះតែមានបញ្ហាតែម្ដងអញ្ចឹងបងប្អូនខ្ញុំសូមជម្រាបជូនអំពីមនុស្សដែលកើតចំឆ្នាំវោកនៅក្នុងខែ11ហ្នឹងថាទស្សនវិជ្ជាការងារស្ដែងរបស់គាត់ជួបនៅរឿងអ្វីខ្លះបងប្អូនមនុស្សដែលកើតចំឆ្នាំវោកនៅក្នុងខែ11សម្ពាធការងារគឺចូលមកទម្លាក់លើស្មាគាត់តែម្ដងថាខែ10គឺមានបញ្ហារវល់ច្រើនមានបញ្ហាស្មុគស្មាញច្រើនហើយក៏ប៉ុន្តែហេតុអីក៏ចូលដល់ខែ11នេះបែបជាមានបញ្ហារឿងរ៉ាវជាច្រើនដែលត្រូវដោះស្រាយការងារគេមកបង្កាច់ទម្លាក់កំហុសការងារចេះតែមានច្រើនទៅអាគុណសម្បត្តិនិងគុណប្រយោជន៍ដូចជាអត់មានសោះតែម្ដងអញ្ចឹងក៏ធ្វើឲ្យមនុស្សដែលកើតចំឆ្នាំវោកនេះគឺមានបញ្ហានិងសម្ពាធផ្លូវចិត្តមែនតើពីរឿងការងារឯក្រុមការងារនោះគិតតែប្រយ័ត្នតខ្លួនពេលដែលមានបញ្ហាអត់ជួយដោះស្រាយទេយកតែលេះយកតែរួចខ្លួនហេតុអីក៏ប្រើពាក្យថាក្រុមការងារបងប្អូនដែលកើតឆ្នាំវោកនៅក្នុងខែ11ប្រយ័ត្នមែនតើអំពីមិត្តរួមការងារខ្ញុំសូមជម្រាបប្រាប់អញ្ចឹងហើយអំពីមិត្តភាពក្នុងក្រុមការងារក៏គួរតែស្ងាត់ស្ងៀមដែរកុំបញ្ចេញរឿងរ៉ាវអាថ៌កំបាំងផ្សេងទៅកាន់អ្នកដែលយើងស្គាល់អាចនឹងថាគេនឹងយករឿងរ៉ាវទាំងអស់នោះមកវាយប្រហារបងប្អូនឲ្យបងប្អូនយ៉ាងស្ទះនៅលើការងារហ្នឹងពេញមួយខែក្នុងខែ11បងប្អូនគឺងើបអត់ចង់រួចទេបងប្អូនអាចនឹងមានសម្ពាធផ្លូវចិត្តចង់ឈប់ពីការងារហ្នឹងអញ្ចឹងខ្ញុំសូមជំរាបប្រាប់ទូព្រោះបែបហ្នឹងហើយរឿងហេតុទៀតបងប្អូនជាមនុស្សដែលវៃឆ្លាតស្រាប់ហើយជាមនុស្សដែលធ្លាប់ជួយគេរួចហើយអញ្ចឹងបើយើងមានជួបមានបញ្ហាខ្ញុំជឿជាក់ថាបុគ្គលដែលគាត់កាត់ចំឆ្នាំមុនគាត់អាចដោះស្រាយបានក៏ប៉ុន្តែគាត់ថាអារម្មណ៍យើងតឹងតែងតិចរៀនទុកកំហឹងទៅកុំប្រើប្រាស់កំហឹងទៅដោះស្រាយបញ្ហាអត់ល្អទេហើយរឿងដែលយើងធ្លាប់ជួយគេពីមុនមកគួរតែដកឃ្លាកុំសូវជួយគេពេកឬក៏កុំជួយគេតែម្ដងនៅក្នុងខែ11ហ្នឹងកុំឲ្យយើងមានបញ្ហាមានគ្រោះភ័យអញ្ចឹងបងប្អូនគួរតែចងចាំអ្វីដែលខ្ញុំជំរាបប្រាប់ហើយបងប្អូនបើសិនជាបងប្អូនជាអ្នករ៉ូស៊ីវិញអញ្ចឹងបងប្អូនជារ៉ូស៊ីក៏មានសម្ពាធរឿងលុយកាក់តឹងតែងភ្ញៀវអីដូចជាស្បោយជាជាងខែមុនជាងក្នុងខែ11នេះបងប្អូនអាជីវកម្មបងប្អូនគួរតែសង្កេតមើលមែនតើបើចង់ឲ្យបងប្អូនលក់ដាច់បងប្អូនឃើញថាបើសិនបងប្អូនអត់ខ្វល់ទេចិត្តបដោយទៅតាមគេហៅថាយថាកម្មមុខរបរអាស៊ីបងប្អូនគឺមួយចំនួនធំខ្ទង់ចន្លោះ80ទៅ90%នៃមនុស្ស100នាក់គឺគាត់នឹងជួបប្រទះទៅលើបញ្ហារាំងស្ទះក្នុងការលក់ដូរអត់ដាច់មានអារម្មណ៍ថាមកបាំងបិទមុខឬក៏លក់អីទៅវាចិត្តរាំងស្ទះភ្ញៀវចាស់ភ្ញៀវថ្មីអត់ចូលមករកគាត់ទេអញ្ចឹងបងប្អូនប្រយ័ត្នមែនតើហើយជាពិសេសនោះគឺអាចថាប្រយ័ត្នមានអ្នកណាស្អប់យើងគេប្រើមុនអគុំខ្មៅមុនអគុំងងឹតមកបាំងមុខបាំងរិស័យយើងកុំឲ្យយើងលក់ដូរដាច់ហើយធ្វើឲ្យយើងនឹងមានបញ្ហាតែម្ដងរឿងអាគមសមអាយុនេះជាទូទៅគឺបងប្អូនខ្មែរយើងចូលចិត្តណាស់ទៅរកគ្រូខ្មែរដាក់អាគមទៅធ្វើបាបនេះធ្វើបាបអ្នកនោះហើយ
ប្រកួតប្រជែងគ្នារឿងស្នេហ៍រឿងអីហ្នឹងគឺមានពិតមែនបងប្អូនគួរតែប្រយ័ត្នហើយបងប្អូនផឹកឡើងក្រៅពីគេងអត់មានអារម្មណ៍អត់ល្អមានអារម្មណ៍ថាកើស៊ីបងប្អូនមើលទៅដូចជាមិនសូវរលូនខ្ញុំសូមជំរាបប្រាប់ហៅថាងាយស្រួលបំផុតបងប្អូនយកអំបិលគោះ3ក្តាប់បាចនៅមុខកន្លែងរស៊ីបងប្អូនជះទឹក3បោយនៅមុខកន្លែងរស៊ីបងប្អូននិយាយថាសូមឲ្យគោះចង្អាយចេញឲ្យឆ្ងាយសូមឲ្យលាបសំណាងចូលមកវិញពុកអមនុស្សទាំងឡាយឬក៏អ្វីដែលយើងមើលមិនឃើញសូមឲ្យរលាយបាត់ពីមុខយើងសូមឲ្យទេវតាចុះមកគុំក្រងយើងសូមឲ្យមុខរបរដែលយើងរកស៊ីនឹងគឺមានសភាពមានបានមកវិញចឹងបងប្អូនធ្វើតាមខ្ញុំតិចតួចទៅហើយបើសិនជាធ្វើហើយអត់មានផលប្រយោជន៍មកខ្លួនយើងវិញទេបងប្អូនអាចថាតាក់ទងមកខ្ញុំមកតាម comment នឹងក៏បានតាម Telegram ក៏បានដែរខ្ញុំនឹងជំរាបប្រាប់ជូនអំពីរបៀបកាត់ឆុងនានាដែលត្រូវធ្វើឲ្យបងប្អូននឹងជួបប្រទះទៅលើហឹងហេងមកវិញអញ្ចឹងបងប្អូនអាចធ្វើទៅបានដោយសារងាយស្រួលមែនតើបើសិនខ្ញុំជំរាបប្រាប់បងប្អូនបន្ថែមទៀតអញ្ចឹងអំពីរឿងស៊ីបងប្អូនគួរតែរៀនស្រាវនៅពាក្យសម្ដីផ្អែមល្ហែមទោះជាគេមិនទិញយើងក៏ដោយគេធ្វើនៅសួរក៏ដោយស្នាមញញឹមយើងនេះយើងត្រូវតែញញឹមជាប់ជានិច្ចរៀនឆ្លោះកញ្ចក់មើលមុខខ្លួនឯងថាយើងរាល់ថ្ងៃកំពុងធ្លាក់ចុះបែបនេះឬក៏ញញឹមបែបនេះឬក៏ស្មើបែបនេះអញ្ចឹងតួនិស្ស័យឬក៏ការរស់ស៊ីបងប្អូនគឺមើលទៅតាមស្ដែងហើយមើលភ្នែកផងតែភ្នែកយើងមានអារម្មណ៍ធ្លាក់ឬក៏យើងបើកទៅមានពន្លឺយើងមើលថ្ងាសយើងផងយើងមើលមុខមាត់យើងផងបើមានកន្លែងណាស្អាតឬក៏ខ្មៅប្រហែលជាមានរឿងបញ្ហាហើយចូលក្នុងជីវិតយើងក្នុងខែ11បងប្អូនគួរតែប្រយ័ត្នឲ្យមែនតើនៅក្នុងរឿងរ៉ាវទាំងអស់ហ្នឹងបងប្អូនបើសិនជាបងប្អូនចង់ឲ្យពួកយើងរីកចម្រើននៅក្នុងការស៊ីទៀតបងប្អូនគួរតែមានលុយមានរៀបចំក្នុងស៊ុយកាត់ឆុងសែននេះតិចតួចទៅឬក៏ពាក់វត្ថុមង្គលដូចជាអង្កាំខ្សែដៃដែលតំណាងធាតុបងប្អូនសូមទាញលាបរឿងជ័យហើយជាផុតពីគ្រោះជាផុតពីភ័យនិងរឿងស៊ុយនានាចឹងបងប្អូនអាចថារៀបចំពាក់មួយខ្សែអីទៅហើយចង់ពាក់ឲ្យថ្លឹងធាតុឲ្យត្រូវទៅផងនោះបងប្អូនអាចឆាតមកខ្ញុំផ្ទាល់បានហើយអំពីរឿងទិដ្ឋភាពនៅក្នុងរឿងហិរញ្ញវត្ថុវិញអញ្ចឹងជាទូទៅទូរស័យយើងធ្លាក់ហើយលុយកាក់យើងក៏ដូចជាមិនឡើងដែរអាចថាធ្លាក់ចុះក្នុងចន្លោះ 20% ផងដែរអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នមែនតើអំពីការចាយវាយឬក៏ចំណាយខុសគោលដៅ 20% អាចថាតិចតួចទេបងប្អូនក៏គ្រោមបានបើសិនចំណាយលើសពី 20% រហូតដល់40ទៅ 50% រហូតដល់ 100% បងប្អូននឹងខ្ចីបំណុលគេនៅក្នុងខែ11ហ្នឹងអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នអំពីការចាយវាយហ្នឹងឲ្យមែនតើហើយសម្រាប់អំពីរឿងស្នេហាអញ្ចឹងរឿងស្នេហាខ្ញុំសូមជម្រាបជូនថាសម្រាប់បុគ្គលដែលគាត់មានគ្រួសារហើយជាប្តីជាប្រពន្ធបាយឆាត់ឆ្លោះគ្នាលែងលះគ្នានៅក្នុងខែ11ហ្នឹងបងប្អូនបើសិនជាបងប្អូនអត់ស្ដាប់តាមខ្ញុំទេបងប្អូននឹងទទួលរងគ្រោះអំពីរឿងចំនួនកើតឡើងក្នុងក្រុមគ្រួសារបងប្អូននឹងថាអត់ចិត្តដាក់គ្នាទៅវិញមកជារឿយបបួលគ្នាលែងលះគ្នាទៅតុលាការទៅភូមិសង្កាត់នៅក្នុងខែ11នេះហើយបងប្អូនគួរតែរងាប់ចិត្តឆ្លោះគ្នាធ្វើចិត្តតិចហើយសម្របខ្លួនមកវិញហើយយើងដឹងអំពីទូរស័យយើងទៀតផងនោះយើងប្រាប់ដៃគូស្វាមីភរិយាយើងទៅថាទូរស័យយើងធ្លាក់យើងធ្វើឲ្យកាត់ដាក់ជួបបញ្ហារហូតដោយសារយើងមិនទាន់បានកាត់ឆុងកាត់គ្រោះចឹងទៅណាអញ្ចឹងយើងប្រាប់គ្នាត្រង់ចឹងទៅទោះយើងឆ្លោះគ្នាក៏យើងនឹកឃើញរឿងហ្នឹងក៏អត់លែងលះគ្នាទៅណាដែរនៅតែគូស្នេហាយើងចឹងហើយសម្រាប់អំពីអ្នកដែលមានសង្សារអ្នកមានសង្សារអញថាបើឆ្លោះគ្នានៅក្នុងខែ11គឺបែកគ្នាហើយស្ដីគូស្នេហាយើងទៅជន់ទី3ទៅឬក៏ត្រូវគេក្បត់ចិត្តនៅក្នុងនោះអាចថាគេក្បត់ចិត្តនៅក្នុងខែ11ហ្នឹងបងប្អូនកាត់ឆ្នាំវោគួរតែប្រុងប្រយ័ត្នអំពីដៃគូយើងអាចថាជាបរិសុទ្ធមើលឃើញស្ត្រីហើយជាស្ត្រីមើលឃើញបរិសុទ្ធហើយអញ្ចឹងប្រយ័ត្នមែនតើនៅក្នុងហ្នឹងហើយអ្នក single បើមានអ្នកចូលមកស្រឡាញ់គឺគេស្រឡាញ់បោកប្រាស់យើងចង់បានខ្លួនប្រាំយើងយកទៅរួមភេទរួមរយៈជាមួយជាពិសេសគឺមនុស្សស្រីអញ្ចឹងខ្ញុំជំរាបប្រាប់ផងបែបនេះហើយបងប្អូនអាចចេះការពារប្រយ័ត្នខ្លួននៅក្នុងរឿងនឹងទៀតបងប្អូននឹងជួបនៅរឿងខកចិត្តមាននិមិត្តផ្លូវចិត្តទៅលើរឿងស្នេហាជាមិនខានហើយអំពីសុខភាពវិញបើមិនចេះទប់ស្កាត់មិនចេះហាត់ប្រាណមិនចេះញ៉ាំអីល្អបងប្អូនគិតផុតពីមានជំងឺទេបងប្អូននឹងឈឺស្កាត់ដូចជាបងប្អូនជួបប្រទះទៅលើរឿងឈឺពោះវៀនឈឺឆ្អឹងខ្នងឈឺចង្កេះឈឺក្បាលវិលមុខព្រួយកជាដើមអញ្ចឹងបងប្អូនគិតផុតទេបងប្អូនគួរតែប្រុងប្រយ័ត្នអំពីរឿងរ៉ាវជំងឺទាំងអស់នេះហើយបើបងប្អូនចង់ជួយទេបងប្អូនធ្វើតាមខ្ញុំជំរាបប្រាប់ទីនេះទៅនឹងឆ្លងផុតហើយអូនមានលៀបមានតែស្អីឡើងមកវិញអញ្ចឹងអំពីមនុស្សដែលកើតចំឆ្នាំវោកបើសិនជាចង់ផ្ទុះលៀបផ្ទុះជ័យឲ្យមានសំណាងនៅក្នុងខែ
11ហ្នឹងហើយកិច្ចផុតពីរឿងឆុងនានាបងប្អូនគួរតែជ្រើសរើសប្រើប្រាស់នៅលេខសំណាងពណ៌សំណាងឬក៏ទិសសំណាងជាដើមឬក៏មានវត្ថុមង្គលដូចខ្ញុំជំរាបប្រាប់អញ្ចឹងដូចពាក់កម្មខ្សែដៃអីតិចតួចទៅបតោងខ្សែកអីទៅដើម្បីធ្វើខ្លួនឯងហេងមកវិញអញ្ចឹងខ្ញុំសូមជំរាបប្រាប់អំពីលេខសំណាងជាមុនសិនអញ្ចឹងសម្រាប់មនុស្សដែលកើតចំឆ្នាំបូកលេខសំណាងរបស់គាត់គឺជាលេខ493លេខ493គឺជាលេខដែលតំណាងឲ្យមនុស្សដែលកើតឆ្នាំបូកនេះគឺជួបប្រទះទៅលើរឿងហេងរឿងលៀបសំណាងលៀបសក្ការៈបងប្អូនអាចថាប្រើប្រាស់លេខហ្នឹងបិទនៅកន្លែងធ្វើការតុកយើងរើស៊ីផ្ទះយើងរស់នៅបន្ទប់គេយើងបិទតាំងលេខធម្មតាទៅបិទទៅលើក្រោយសភៅយើងសរសេរខុសដៃក៏បានបិទទៅលើក្រោយទូរស័ព្ទដៃយើងក៏បានដែរយើងឆ្នៃទៅបានទៅដាក់តាម wallpaper ក្នុងទូរស័ព្ទដៃ background ផ្សេងយើងឆ្នៃដាក់ក្នុងកុំព្យូទ័រក៏បានឆ្នៃតាមជាក់ស្ដែងបងប្អូនអាចថាយកលេខទៅប្រើប្រាស់ទៅដោយប្រយោជន៍តែម្ដងអញ្ចឹងលេខទាំងអស់ហ្នឹងបងប្អូនអាចថានៅក្នុងខែ11ចង់ទិញទូរស័ព្ទដៃថ្មីចង់បង្កើតលេខកុងថ្មីបងប្អូនទៅបើកលេខណាដែលមានលេខទាំងអស់ហ្នឹងលេខ493 92នៅក្នុងហ្នឹងគឺហេងតែម្ដងអញ្ចឹងលេខ493 492គឺជាលេខដែលផ្ទុកសំណាងផ្ទុកលៀបផ្ទុកជ័យនៅក្នុងខែ11សម្រាប់មួយឆ្នាំបងប្អូនអាចប្រើប្រាស់លេខហេងទៅក៏ធ្វើឲ្យបងប្អូនហេងបាន 10% វិញដែរអញ្ចឹងបងប្អូនសោយ 90% សោយ 100% នៅសល់9សោយ9នៅសល់8អញ្ចឹងបងប្អូនប្រើអញ្ចឹងវាដកទៅតាមនឹងឯងហើយសម្រាប់លេខដែលធ្វើបងប្អូនបញ្ហាគេហៅថាលេខឆុងលេខគ្រោះហ្នឹងគឺជាលេខ17ឬក៏លេខ71លេខ17ឬក៏លេខ71នៅក្នុងខែ11នេះគឺជាលេខដែលនាំគ្រោះភ័យគឺជាលេខដែលនាំអន្តរាយមកជីវិតបងប្អូនគួរតែជៀសវាងទៅហើយបើអាចកុំប្រើប្រាស់លេខហ្នឹងបើបងប្អូនមិនអាចជៀសមិនបានទេបងប្អូនរើរបស់ឬក៏រោរបស់ដែលពាក់ទៅកាត់ឆុងនឹងកម្មខ្សែដៃអីចឹងទៅកុំឲ្យធ្វើឲ្យយើងជួបប្រទះទៅលើរឿងសោយខ្លាំងពេកបងប្អូនបដ ாய் បងប្អូនជួបនៅរឿងសោយបងប្អូនកាន់តែសោយក្តៅអញ្ចឹងក្នុងខែ11បងប្អូននឹងមានបញ្ហាផ្លូវចិត្តមានសម្ពាធច្រើន stress ច្រើនជាមិនខានហើយសម្រាប់អំពីពណ៌សំណាងវិញពណ៌សំណាងបងប្អូនអាចថាយកប្រើប្រាស់ដូចជាកាវយើងពាក់ប្រចាំថ្ងៃកម្រាពុកយើងគេបតោយើងបើកឡានយើងបើកតុកយើងធ្វើការកម្រាយើងធ្វើការបងប្អូនមើលតាមអ្នកស្ដែងក៏អីអង្គុយក៏បានដែរអញ្ចឹងសុទ្ធតែជាពណ៌សំណាងឬក៏ពាក់អង្កាំខ្សែដៃនេះដែលតំណាងឲ្យពណ៌សំណាងនេះឬក៏បតោខ្សែកអញ្ចឹងបងប្អូនពាក់ចុះនឹងនាំលៀបនាំជ័យអញ្ចឹងពណ៌សំណាងសម្រាប់មនុស្សដែលកើតចំឆ្នាំវោកមានដូចជាពណ៌សពណ៌មាសពណ៌ខៀវពណ៌សពណ៌មាសពណ៌ខៀវគឺជាពណ៌ដែលតំណាងឲ្យមនុស្សដែលកាត់ឆ្នាំវោកនោះសូបទាញនៅធម្មពលហេងសូបទាញរឿងលុយកាក់និងសូបទាញនៅរឿងហេរញ្ញវត្ថុនានាចូលកាន់ជីវិតបើប្រើពណ៌នឹងទៅហេងបាន 10% ទៀតបងប្អូនកាត់ឆុងបាន 20% បូកជាមួយលេខអញ្ចឹងធ្វើជីវិតបងប្អូនកាន់តែប្រសើរអញ្ចឹងបងប្អូនអាចថាឆ្នៃទៅតាមភាពជាក់ស្ដែងដែលបងប្អូនអាចប្រើប្រាស់បានអញ្ចឹងសម្រាប់ពណ៌ដែលធ្វើឲ្យមនុស្សដែលកើតចាំវោកនេះមានបញ្ហានៅក្នុងខែ11បងប្អូនពណ៌ដែលនាំនៅបញ្ហានាំនៅគ្រោះនាំនៅភ័យគេហៅថាពណ៌ដែលឆុងមានដូចជាពណ៌ក្រហមពណ៌ផ្កាឈូកពណ៌ស្វាយនិងពណ៌ខ្មៅក្រហមស្វាយផ្កាឈូកពណ៌ខ្មៅគឺជាពណ៌ដែលនាំនៅគ្រោះនាំនៅភ័យដល់ជីវិតបងប្អូនដែលកើតចំឆ្នាំវោកបងប្អូនគួរតែកត់ចំណាំខ្លួនឯងនៅក្នុងចំណុចហ្នឹងបងប្អូនអាចថាយកស្លឹកសភៅមួយកត់នៅលើសភៅយើងសរសេរដៃក៏បានដែរសម្រាប់ក្នុងខែ11ខាងមុខហ្នឹងបងប្អូនជៀសផុតពីពណ៌ទាំង4ហ្នឹងទៅកុំធ្វើឲ្យខ្លួនឯងមានគ្រោះមានភ័យនិងមានបញ្ហាជាមួយនឹងពណ៌ទាំងអស់ហ្នឹងហើយពណ៌ទាំងអស់ហ្នឹងជៀសវាងទៅកុំប្រើប្រាស់ដូចកម្មខ្សែដៃដូចជាពណ៌កាបូបពណ៌កៅអៅអីហ្នឹងក៏ដូចគ្នាដែរក៏នាំនៅបញ្ហាធ្វើឲ្យយើងនៅជួបនៅរឿងសោយដែរហើយសម្រាប់ទិសសំណាងបើសិនជាបងប្អូនកំពុងតែជួបប្រទះទៅលើរឿងសោយក្នុងការហើស៊ីការលូដូការប្រកបអាជីវកម្មតខ្លួនរាល់ថ្ងៃហ្នឹងឬចំនួនផ្សេងឬការរស់នៅជាមួយគ្រួសារមានបញ្ហាជាមួយដៃគូស្នេហាមានបញ្ហាបងប្អូនគួរតែរៀបចំទិសតំបន់ក្បាលតំណែងគេងក្រែគេងតុកធ្វើការទាំងអស់ហ្នឹងបែរទៅចំទិសហេងបែរជាចំទិសលៀបដើម្បីសូបទាញធម្មពលហេងចូលកាន់ជីវិតយើងអញ្ចឹងបងប្អូនដែលកើតចំឆ្នាំវោកគួរតែបែរទៅទិសខាងជើងទិសពីយប់ទិសខាងលិចនិងទិសនិរដីអញ្ចឹងទិសទាំង4ហ្នឹងគឺជាទិសដែលហេងសម្រាប់ជីវិតបងប្អូនដែលធ្វើបងប្អូនសូបទាញលៀបសូបទាញសំណាងចូលក្នុងជីវិតបងប្អូនបានហើយជាឆ្ងាយពីរឿងសោយហើយកើនឡើងហេងរហូតដល់ 10% នៅក្នុងការរស់នៅក្នុងខែ11បើសិនជាបងប្អូនប្រើប្រាស់ទិសទាំង4ហ្នឹងអញ្ចឹងទិសទាំង4ហ្នឹងខ្ញុំសូមជំរាបប្រាប់ម្ដងទៀតមានដូចជាទិសខាងជើងទិសពីយប់ទិសខាងលិចនិងទិសនិរដីអញ្ចឹងទិសទាំង4ហ្នឹងគឺជាទិសហេងទិសលៀបទិសជ័យទិសនាំសំណាងមកកាន់ជីវិតបងប្អូនអញ្ចឹងបងប្អូនអាចប្រើប្រាស់ទិសទាំងអស់ហ្នឹងបាន
ហើយសម្រាប់ទិសដែលសូយទិសដែលឆុងទិសដែលនាំនឹងអន្តរាយដល់ជីវិតបងប្អូនដែលកើតចំឆ្នាំវោកបងប្អូនគួរតែជៀសវាងទិសឦសាននិងទិសអាគ្នេយ៍ទិសឦសានទិសអាគ្នេយ៍ក្នុងខែ11ពេញតែម្ដងបងប្អូនត្រូវតែជៀសវាងកុំប្រើប្រាស់ទិសពីរហ្នឹងបងប្អូនគួរតែប្រើប្រាស់ទិសផ្សេងទៀតដែលនាំនឹងសំណាងនាំនឹងលៀបនាំនឹងជ័យធ្វើឲ្យបងប្អូននឹងជួបប្រទះទៅលើហេងនៅក្នុងខែ11ហ្នឹងបូកជាមួយនឹងលេខបូកជាមួយនឹងពណ៌បូកជាមួយនឹងទិសនឹងបាន 30% មកវិញអញ្ចឹងបងប្អូននឹងទទួលបាននៅរឿងហេង 30% ក្នុងជីវិតបងប្អូននៅក្នុងខែ11នឹងហើយក៏កិច្ចផុតពីរឿងសូយនានាបានចន្លោះ 30% ផងដែរអញ្ចឹងរឿងងាយបំផុតដែលបងប្អូនធ្វើទៅអត់ចំណាយលុយអត់ចំណាយថវិកាតែផលប្រយោជន៍បានជាក់ស្ដែងដែលយើងខំធ្វើអញ្ចឹងបើយើងអត់មានថវិកាទៅរៀបចំកាយឆុងឬក៏ជាវរបស់កាត់ឆុងទេយើងធ្វើទៅតាមធម្មជាតិហ្នឹងទៅបាន 30% ដែរហើយយើងប្រចាំទៀតទៅអាចថារឿងសូយវាចេញពីយើងបានខ្ទង់ចន្លោះពី30ទៅ 40% ហើយរឿងហេងចូលជីវិតយើងវិញបានខ្ទង់ចន្លោះ30ទៅ 40% ដូចគ្នាដែរអញ្ចឹងបងប្អូនអាចធ្វើទៅបានហើយបើសិនជាបងប្អូនមានចម្ងល់ចង់សាកសួរខ្ញុំបានអំពីបញ្ហានានាអំពីមនុស្សកាត់ឆ្នាំវោកនោះបងប្អូនអាច comment សាកសួរខ្ញុំបានជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា